លោក Donald Trump ឈ្មោះដែលគ្រប់គ្នាស្គាល់ទាំងក្នុងនាមជាអ្នកអភិវឌ្ឍអចលនទ្រព្យតារាទូរទស្សន៍និងជាប្រធានាធិបតីទី45នៃសហរដ្ឋអាមេរិកគឺជាឥស្សរជនដ៏ចម្រូងចម្រាសនិងមានឥទ្ធិពលបំផុតមួយក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើបវីដេអូឯកសារនេះក្រោមចំណងជើងថា The History of Donald Trump ផលិតឡើងដោយលោក John Cogan សហស្ថាបនិកក្រុមហ៊ុន Soylent និង Lacy ដែលជាសហគ្រិនជោគជ័យម្នាក់នៅក្នុងជ្រលងភ្នំ Silicon Valley បានស្វែងយល់ពីដំណើរជីវិតអាជីពនិងបេតិកភណ្ឌរបស់បុរសម្នាក់នេះតាមរយៈទស្សនៈផ្ទាល់ខ្លួនរបស់គាត់វីដេអូនេះបានចាប់ផ្ដើមពីស្គរគ្រួសាររបស់លោកត្រាំដែលបានធ្វើអន្តោប្រវេសន៍ពីប្រទេសអាល្លឺម៉ង់នៅចុងសតវត្សទី19ហើយបានកសាងអាជីវកម្មអចលនទ្រព្យនៅក្នុងទីក្រុងញូវយ៉កដោយចាប់ផ្ដើមពីការសាងសង់ផ្ទះសម្រាប់វណ្ណៈកណ្ដាលនៅតំបន់ Queens បន្ទាប់មកវីដេអូនេះបានតាមដានការឡើងកាន់អំណាចរបស់លោកត្រាំក្នុងនាមជាអ្នកអភិវឌ្ឍអចលនទ្រព្យនៅសតវត្សឆ្នាំ1970និង1980ដោយបានបង្កើតអគារល្បីដូចជា Trump Tower នៅលើមហាវិថីទី5 Fifth Avenue និង Casino នៅទីក្រុង Atlantic City ដែលបានធ្វើឲ្យគាត់ក្លាយជានិមិត្តរូបនៃភាពប្រណីតនិងភាពជោគជ័យទោះបីជាយ៉ាងណាក៏ដោយវីដេអូនេះក៏បានរំលេចនូវការបរាជ័យនិងចំនួនផ្នែកច្បាប់ដែលលោកត្រាំបានជួបប្រទះរួមទាំងការខ្សែធននៃកាស៊ីណូរបស់គាត់និងការដួលរំនៃអាជីវកម្មយន្តហោះ Trump Shadow ដែលបានបង្ហាញពីភាពប្រែប្រួលនៃអាជីពធុរកិច្ចរបស់គាត់ចំណុចរបត់ដ៏សំខាន់មួយគឺការចូលរួមក្នុងកម្មវិធីទូរទស្សន៍ការពិត The Apprentice ក្នុងឆ្នាំ2004ដែលបានបង្កើនការទទួលស្គាល់ជាសាធារណៈនិងប្រជាប្រិយភាពរបស់គាត់ដោយបង្ហាញគាត់ថាជាមហាសេដ្ឋីដែលមានមន្តស្នេហ៍និងពិបាកពេញចិត្តដែលជារូបភាពដែលគាត់នឹងប្រើប្រាស់ដើម្បីបាញ់បង្ហោះអាជីពនយោបាយរបស់គាត់វីដេអូនេះបានបន្តទៅការបោះឆ្នោតប្រធានាធិបតីឆ្នាំ2016ដែលលោកត្រាំបានយកឈ្នះលើលោកស្រី Hillary Clinton ទោះបីជាចាញ់ការបោះឆ្នោតពេញនិយម Popular Vote ក៏ដោយសារតែប្រព័ន្ធមហាវិទ្យាល័យបោះឆ្នោត Electoral College ដែលជាលទ្ធផលដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនិងបែងចែកសង្គមអាមេរិកយ៉ាងខ្លាំងបន្ទាប់មកវីដេអូនេះបានរៀបរាប់ពីអាណត្តិប្រធានាធិបតីដ៏ចម្រូងចម្រាសរបស់លោកត្រាំរួមទាំងគោលនយោបាយ Go America First ពន្ធកាត់បន្ថយការដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុប៉ារីស Paris Agreement ការចាប់ផ្ដើមសង្គ្រាមពាណិជ្ជកម្មជាមួយចិនការតែងតាំងចៅក្រម3រូបនៅតុលាការកំពូល Supreme Court និងការគ្រប់គ្រងជំងឺរាតត្បាត COVID-19 ព្រមទាំងការចោទប្រកាន់ Impeachment ចំនួន2លើកវីដេអូនេះក៏បាននិយាយអំពីជ័យជំនះរបស់លោកត្រាំក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ2024ដោយបានយកឈ្នះលើគូប្រជែងហើយបានក្លាយជាប្រធានាធិបតីទី47នៃសហរដ្ឋអាមេរិកដែលជារឿងដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប History of Donald Trump គឺជាស្នាដៃមួយដែលផ្ដល់នូវទិដ្ឋភាពទូទៅប៉ុន្តែមានលក្ខណៈសង្ខេបអំពីដំណើរជីវិតនិងផលប៉ះពាល់របស់បុរសម្នាក់ដែលដូចជាគ្មាននរណាម្នាក់ផ្សេងទៀតបានផ្លាស់ប្ដូរទាំងស្រុងនៅទេសភាពនយោបាយរបស់អាមេរិកនិងពិភពលោកនេះជាការបញ្ចប់របាយការណ៍ពីកម្មវិធីពិភពលោកនិងនយោបាយសូមអរគុណសម្រាប់ការតាមដានហើយយើងខ្ញុំសូមជួបគ្នាថ្មីនៅក្នុងវីដេអូបន្តទៀត